ចរិតទាំង6ហ្នឹងគឺទី1ណារាគចរិតទោសចរិតមោហចរិតសទ្ធាចរិតណាតិចសវិតកចរិតណាស្មុគស្មាញច្រើនធ្វើអីមិនដាច់ស្រេចហៅសាំញ៉ាំហើយពុទ្ធិចរិតហ្នឹងគឺណាជាមនុស្សដែលមានណាការយល់ដឹងមានការពិចារណាដោយយោនិសោមនសិការៈច្រើនណាសូមក្រាបថ្វាយបង្គំអង្គគ្រូគ្រប់អង្គច្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់គ្នានេះតរឿងពនាងសមាវតីតទៅទៀតវគ្គទី24ទំព័រ72ពុទ្ធទី10ព្រាមណីសលក្ខណៈមន្តរីនាងព្រាមណីបរិវត្តទេថ្វាទុះទាយឲ្យលក្ខណៈមន្តទេនៅលក្ខណៈមន្តទាំងឡាយសលក្ខណៈមន្តានឹងតនងវេទានឹងប្រគុណតយៈព្រោះភាវៈនៃវេទទាំងឡាយ3ប្រព្រឹត្តទៅមួយលើដោយលក្ខណៈមុនជាគុណជាតិគឺខ្លួនស្ទាត់ជំនាញហើយឧបធារេថ្វាគុណគូមើលហើយបតៈលក្ខណៈនៅលក្ខណៈនៃមុនវត្តថ្វាពលហើយណយិទាំងព្រាមណៈបញ្ចកម្មគុណណសេវណោបទាំងអតិថាដូច្នេះហពលហើយគាថងនៅគាថាឯម៉ងនេះរតសហិអិតមីតិសង្ឃបទាំងអតិថាដូច្នេះអ៊ីទាំងបទាំងរីស្នាមជើងនេះអ្នកយោបដិសេធនៅក្នុងបទាំងខាងចុងអ្នកបទាំងមិនមែនជាស្នាមជើងបញ្ចកម្មគុណសេវណោនៃបុគ្គលអ្នកមានកិរិយាសេពនៅកម្មគុណទាំង5នោះឡើយត្រូវលេខក្នុងគាថាខាងក្រោមមែនពិតបទាំងរីស្នាមជើងរតសៈនៃបុគ្គលអ្នករាគចរិតឬក៏នៃបុគ្គលអ្នកពោពេញទៅដោយរាគចរិតឧគដេកាំងពវេជាស្នាមជើងផតឬក៏កោងបាតជើងណាបាតជើងផតឬក៏កោងប្រទាំងរីស្នាមជើងទុទ្ធាសៈនៃបុគ្គលអ្នកទោសចរិតសហសានុបៃលតាំងហោតិជាបាតជើងគឺកែងបៀតបៀនដោយរហ័សឬក៏ចុចចុងម្រាមមានន័យថាដើរពេលដើរទៅដូចជើងយើងអញ្ចឹងទៅដើរទៅនេះខ្ញុំម្រាមខាងមុខណាញុចជ្រៅប្រទាំងរីស្នាមជើងមូលហាសៈនៃបុគ្គលអ្នកមោហចរិតអវកណ្ដតាំងហោតិជាស្នាមជើងគឺកែងទាញចុះឬក៏ធ្ងន់កែងដើរទៅលើដុងទាំងប្រទាំងរីស្នាមជើងនេះអ៊ីតិសੰប្រកបស្មើដូចនេះប្រទាំងជាស្នាមជើងបដិឆេតសៈនៃបុគ្គលអ្នកមានដំបូលបើកចំហហើយដំបូលបើកចំហហ្នឹងគឺសំដៅដល់អ្នកដែលបានសម្រេចនៅព្រះនិព្វានបន្ទាប់ពីមាកន្តយៈព្រាមព្រមទាំងភរិយាបានដឹកដៃនាងមាកន្តយាទៅជួបព្រះអង្គហើយអត់ទាន់បានជួបព្រះអង្គទេគឺឃើញតែស្នាមជើងប៉ុន្តែភរិយារបស់មាកន្តយៈព្រាមហ្នឹងគឺថាគាត់អ្នកមានការសុទ្ធជំនាញស្ទាញសុទ្ធនៅក្នុងវេទទាំង3គឺវេទទាំង3ហ្នឹងគឺឫគវេទសាមវេទនិងយជុរវេទណាវេទទាំង3ហ្នឹងគឺគាត់ដឹងច្បាស់ដល់ពេលគាត់ឃើញស្នាមជើងនោះទៅគាត់ប្រាប់ប្តីគាត់ថាមនាលព្រាមស្នាមជើងនេះមិនមែនជាស្នាមជើងនៃបុគ្គលអ្នកស្រូវការនៅបញ្ចកម្មគុណឡើយបញ្ចកម្មគុណទាំង5ហ្នឹងគឺរូបសម្លេងក្លិនរសផុតពៈនឹងឯងហើយស្នាមជើងមាន3ប្រភេទគឺស្នាមជើងទី1ស្នាមជើងបុគ្គលណាដែលពោពេញទៅដោយរាគចរិតណាបាតជើងហ្នឹងគឺកងកណ្ដាលញោមចង្កោយហើយនៅខាងមុខហ្នឹងស្មើគ្នាប៉ុន្តែប៉ោងឬផតកណ្ដាលកងឬក៏ផតកណ្ដាលនឹងរាគចរិតនេះចរិត3នៅក្នុងទីនេះរាគចរិតហ្នឹងអ្នកមានតម្រេចច្រើនហើយជាមនុស្សដែលត្រូវការស្អាតនឹងជាដើមហើយទី2ទុទ្ធាសៈហោតិសហសានុបៃតាំងណាបាតជើងនៃបុគ្គលអ្នកទោសចរិតណាបុគ្គលអ្នកទោសចរិតហ្នឹងគឺចុចចុងម្រាមណាដើរទៅចុចធ្ងន់នៅកមុខណាទោសចរិតហ្នឹងគឺបុគ្គលមានការបន្ទុះគេជាប្រក្តីមានការលុបបំបត្តិគុណអ្នកដទៃជាមនុស្សសន្សំរឿងជាមនុស្សចូលចិត្តលើកតម្កើងខ្លួនឯងធៀបទៅនឹងបុគ្គលណាម្នាក់ដែលគេខ្ពង់ខ្ពស់ឧទាហរណ៍ថាចេះធួអីតិចតួចទៅប្រៀបធៀបទៅអ្នកនេះអ្នកនោះអ្នកចេះខ្ពង់ខ្ពស់អ្នកប្រាជ្ញបណ្ឌិតអីជាដើមដល់ទី3មោហចរិតហ្នឹងគឺបាតជើងហ្នឹងយ៉ាងម៉េចខ្ញុំធ្ងន់កែង
ធ្ងន់កែងដើរលើទៅដុង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 ណាធ្ងន់កែងមោហចរិតនេះចរិត3យ៉ាងប៉ុន្តែចរិតនៅមាន3យ៉ាងទៀតចរិតទាំងអស់មាន6ហើយចរិតទាំងអស់មាន6ទី1រាគចរិតទោសចរិតមោហចរិតហើយនឹងទី4នោះគឺសទ្ធាចរិតសទ្ធាចរិតហ្នឹងគឺមានការជឿច្រើនប៉ុន្តែជឿក្នុងទីនេះមិនមែនជឿត្រូវទេគឺគេហៅមនុស្សតិចសណាគ្រាន់តែលឺដោយការលំអៀងដោយលំអៀងព្រោះស្អប់ព្រោះស្រឡាញ់អីទៅអត់មានការវិនិច្ឆ័យរហេតុរផលរភ័ស្តុតាងរភាពជាលក្ខអីចេះទៅចេះតែជឿចេះតែស្អប់ចេះតែស្រឡាញ់អីតាមគ្នាទៅណាការជឿបែបហ្នឹងគេហៅថាសទ្ធាចរិតរាចរិតហ្នឹងគឺជឿបើយើងហៅខ្មែរថាមនុស្សតិចសណាមនុស្សតិចសហើយទី5វិតកចរិតវិតកចរិតហ្នឹងមនុស្សនោះសូន្យសាយណាចូលចិត្តសូន្យសាយធ្វើអីមិនដាច់ស្រេចធ្វើទៅខ្លាចវាចេះធ្វើទៅខ្លាចវាចោះណាដល់ទី6ដែលជាចរិតល្អគេហៅថាពុទ្ធិចរិតពុទ្ធិចរិតហ្នឹងគឺជាមនុស្សដែលប្រកបទៅដោយហេតុផលណាមានបញ្ញាបាធីមានស្មារតីមានការគិតពិចារណាដោយយោនិសោមនសិការៈឧទាហរណ៍ថាតិចមានគេមកខ្សឹបប្រាប់ថាអ្នកនោះវិញចេះទៅហើយមិនទាន់បានដឹងរឿងថាយ៉ាងម៉េចផងស្អប់តាមគ្នាណាបុគ្គលនោះអាក្រក់ទេគេនិយាយថាអូចេះល្អអញ្ចឹងទៅឡាញ់តាមគ្នាអាណាប៉ះមិនបានទេអានឹងពុទ្ធិចរិតហ្នឹងពុទ្ធិចរិតហ្នឹងគឺមិនអញ្ចឹងទេតាមដានតាមអង្កេតមើលជាក់ស្ដែងថាអ្វីដែលគេនិយាយហើយអ្វីដែលយើងបានឃើញជាក់ស្ដែងនេះតើវាដូចគ្នាដែរអត់នឹងបុគ្គលបែបហ្នឹងគេហៅថាពុទ្ធិចរិតណាបុគ្គលដែលមានប្រាជ្ញាស្មារតីមានការពិចារណាប្រកបទៅដោយហេតុផលណាច្រើនណាក្នុងចំណោមចរិតទាំង6ហ្នឹងគឺទី1ណារាគចរិតទោសចរិតមោហចរិតសទ្ធាចរិតណាតិចសវិតកចរិតណាស្មុគស្មាញច្រើនធ្វើអីមិនដាច់ស្រេចហៅសាំញ៉ាំហើយពុទ្ធិចរិតហ្នឹងគឺណាជាមនុស្សដែលមានណាការយល់ដឹងមានការពិចារណាដោយយោនិសោមនសិការៈច្រើនណាសូមអនុមោទនា